ក្តីស្រឡាញ់គឺកើតចេញអំពីអនុស្សាវរីយ៍បើបងប្អូនចង់ឲ្យមានក្តីស្រឡាញ់ចំពោះនរណាម្នាក់គឺចាប់ផ្ដើមបង្កើតនៅអនុស្សាវរីយ៍ដើម្បីមានអនុស្សាវរីយ៍គឺចាំបាច់ត្រូវរួមនៅសកម្មភាពផ្សេងជាមួយគ្នាសូម្បីតែការកំសាន្តក៏ហៅថាការរួមសកម្មភាពដើម្បីបង្កើតនៅអនុស្សាវរីយ៍ដែរការរួមនៅសកម្មភាពលំបាកក៏ធ្វើឲ្យកើតចេញនៅអនុស្សាវរីយ៍ដែរហើយអនុស្សាវរីយ៍ទាំងអស់នឹងហើយដែលភ្ញូចដួងចិត្តបងប្អូននឹងឲ្យកើតទៅជាសេចក្តីស្រឡាញ់ម្ដងទៀតណាបើបងប្អូនចង់បណ្ដុះក្តីស្រឡាញ់ចំពោះនរណាម្នាក់បងប្អូនចាំបាច់បង្កើតឲ្យមានអនុស្សាវរីយ៍នោះទៀតសោតមិនថាតែអនុស្សាវរីយ៍ដែលចេញជាផលល្អទេសូម្បីអនុស្សាវរីយ៍ដែលជារឿងពិបាករឿងកើតទុក្ខក៏តាមួយរួមឲ្យមានក្តីស្រឡាញ់ដែរអញ្ចឹងដើម្បីបង្កើតឲ្យមានអនុស្សាវរីយ៍ត្រូវដាក់ផែនការធ្វើការជាមួយគ្នាការធ្វើការជាមួយគ្នាគឺផ្ដើមចេញដំបូងអំពីការជជែកគ្នាពីនេះពីនោះសួរសុខទុក្ខគ្នាជារៀងរាល់ថ្ងៃគឺជាសកម្មភាពដំបូងតាមពាក្យសម្ដីនឹងដែលធ្វើឲ្យមានអនុស្សាវរីយ៍ដែរអញ្ចឹងបងប្អូនចាប់ផ្ដើមរៀនធ្វើការរួមគ្នាការងារអីក៏បានដែរឧទាហរណ៍ថាការងារនៅក្នុងសមាគមរបស់ពួកយើងក៏អាចកសាងនៅអនុស្សាវរីយ៍បានដូចគ្នាឧទាហរណ៍ថានៅពេលដែលមានបុគ្គលម្នាក់នៅក្នុងចំណោមពួកយើងទទួលរងវិបត្តិអ្វីមួយឧទាហរណ៍ដូចជាថាប្អូនស្រីម្នាក់ដែលពោះធំខាងលើអញ្ចឹងបងប្អូនចាប់ផ្ដើមនាំគ្នាជជែកអំពីរឿងហ្នឹងតើប្អូននឹងវាកើតអីបានវាអញ្ចឹងហេតុអីគ្រាន់តែ2-10,000សោះមិនក៏គ្មានលុយចូលពេទ្យណាអញទៅជួយសួរសុខទុក្ខដល់កន្លែងឧទាហរណ៍ថាអញ្ចឹងចុះនឹងហើយគេហៅថាសកម្មភាពទាំងអស់ហ្នឹងគឺបណ្ដោះនៅអនុស្សាវរីយ៍នឹករលឹកមួយនៅពេលដែលពេលវេលាកន្លងទៅគឺបងប្អូនចាប់ផ្ដើមសម័យឃើញនៅអ្វីដែលខ្លួនឯងបានចូលរួមការងារជាមួយគ្នាហ្នឹងឧទាហរណ៍មួយទៀតថាបងប្អូនធ្វើសំណង់ជាមួយគ្នាចុះការធ្វើសំណង់ជាមួយគ្នានៅពេលជួយទប់សសរណាជួយផ្សារដែកជួយលើកដែកជួយហុចនេះហុចនោះដោយប្រើពាក្យផ្អែមល្ហែមបងអើយជួយខ្ញុំបន្តិចមកឃើញអានោះលើកមិនរួចស្ទុះទៅជួយលើកសកម្មភាពទាំងអស់ហ្នឹងដែលយើងធ្វើការជាមួយគ្នាដោយអារម្មណ៍ស្មោះស្ម័គ្រហ្នឹងក៏បង្កើតបាននៅអនុស្សាវរីយ៍ដែរយូរទៅអនុស្សាវរីយ៍ទាំងអស់ហ្នឹងវាបណ្ដុះនៅសេចក្តីស្រឡាញ់មួយនៅពេលអតីតកាលហ្នឹងបានកន្លងពីមួយថ្ងៃទៅមួយថ្ងៃអ្វីដែលនៅចងចាំក្នុងដួងចិត្តយើងវាបានលេចឡើងម្ដងដែលហៅថាយើងសម័យណាដែលយើងថាសម័យឃើញរឿងនេះរឿងនោះដែលយើងធ្វើជាមួយគ្នាចាប់ផ្ដើមមានអារម្មណ៍ថាចូលចិត្តគ្នាទៅហើយនឹកគ្នាអាហ្នឹងហើយគឺជាការចាប់ផ្ដើមមានការស្រឡាញ់តិចម្ដងប៉ុន្តែអនុស្សាវរីយ៍ដែលបណ្ដុះក្តីស្រឡាញ់ខ្លាំងជាងនឹងគឺអនុស្សាវរីយ៍ដែលកើតចេញអំពីរឿងដែលយើងជួបនៅឧបសគ្គពិបាកគ្រោះថ្នាក់ទាំងឡាយអញ្ចឹងសរុបសេចក្តីមកបើបងប្អូនចង់បណ្ដុះនៅសេចក្តីស្រឡាញ់គឺបងប្អូនចាំបាច់ធ្វើសកម្មភាពរួមគ្នាធ្វើការងាររួមគ្នាឲ្យបានច្រើនកាលណាតែបងប្អូនចូលរួមការងារជាមួយគ្នាឲ្យបានច្រើនហើយដោយមិនគិតអំពីផលចំណេញឬក៏ការកេងប្រវ័ញ្ចលើគ្នាទៅវិញទៅមកនោះប្រកាសណាស់បងប្អូននឹងបង្កើតនៅអនុស្សាវរីយ៍ល្អជាមួយគ្នាហើយអនុស្សាវរីយ៍កំសត់នៅក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយគ្នាដែរហើយអនុស្សាវរីយ៍ទាំងអស់ហ្នឹងនឹងរុញឲ្យបងប្អូនអាចស្រឡាញ់គ្នាបានអញ្ចឹងបងប្អូនសាកល្បងទៅបើចង់ដោះស្រាយបញ្ហាខ្មែរគឺចាំបាច់ដើរទៅតាមផ្លូវហ្នឹងបើចង់ដោះស្រាយបញ្ហាលំបាករបស់បងប្អូនគ្រប់រឿងទាំងស្រូវថោកទាំងទម្លងថោកទាំងតុលាការមិនយុត្តិធម៌ទាំងអីទាំងអស់គឺចាប់ផ្ដើមអំពីផ្លូវហ្នឹងដំបូងឡើយគឺចាប់ផ្ដើមប្រើពាក្យសម្ដីបន្ទាប់មកកាយវិការទាំងពីរហ្នឹងធ្វើរួមគ្នាជារឿយជារៀងរាល់ថ្ងៃស្គាល់មួយចូលរួមមួយស្គាល់ពីរចូលរួមពីរជាមួយគ្នា
យូរទៅនឹងបណ្ដោះនៅអនុស្សាវរីយ៍ទាំងអនុស្សាវរីយ៍សបាយទាំងអនុស្សាវរីយ៍កំសត់អាសបាយនិងកំសត់ដែលកើតឡើងចំពោះយើងនឹងគឺជាអនុស្សាវរីយ៍ដែលបណ្ដោះនៅសេចក្តីស្រឡាញ់បានហើយសេចក្តីស្រឡាញ់នោះគឺជាសេចក្តីស្រឡាញ់បរិសុទ្ធទៀតផងមិនមែនក្តីស្រឡាញ់តាមរូបភាពដោយសារភាពឆើតឆាយខាងក្រៅនោះទេសរុបមកបើបងប្អូនចង់មានក្តីស្រឡាញ់ដ៏បរិសុទ្ធមិនមែនជាសេចក្តីស្រឡាញ់ដោយលក្ខណៈជាជំនួញឬក៏ហៅថាជំនួញនៃសេចក្តីស្រឡាញ់គឺបងប្អូនរៀបចំឲ្យមានសកម្មភាពរួមគ្នាទៅដូចនៅក្នុងសមាគមខ្មែរចំណាក់ស្រុករបស់ពួកយើងអញ្ចឹងឥឡូវនេះខ្ញុំបានផ្ញើលុយទៅឲ្យរតនៈដើម្បីរតនៈទៅជួលផ្ទះគេនៅថៃមួយកន្លែងហើយផ្ទះនោះរតនៈគឺជួលឡើងដើម្បីត្រៀមយកសមាជិកសមាគមខ្មែរចំណាក់ស្រុកទាំងឡាយណាដែលអត់មានការងារធ្វើឲ្យពួកគេបានមកស្នាក់នៅជាបណ្ដោះអាសន្នហើយក៏មានអាហារហូបចុកជាបណ្ដោះអាសន្នមុនពេលគាត់មានការងារធ្វើនៅពេលដែលសមាជិកយើងណាម្នាក់ទទួលរងគ្រោះបែបហ្នឹងហើយត្រូវបានរតនៈយកមកដាក់នៅក្នុងផ្ទះហ្នឹងនឹងហើយគេហៅថាការចូលរួមបង្កើតនៅសកម្មភាពហើយសកម្មភាពនេះរុញឲ្យមាននៅអនុស្សាវរីយ៍ចងចាំមួយនៅទង្វើដែលពួកគេបានរួមគ្នានៅក្នុងគ្រាកំសត់ដែលអត់មានការងារធ្វើហ្នឹងអញ្ចឹងពីរអ្នកហ្នឹងចង់មានអារម្មណ៍ថាមានចិត្តលើគ្នាបន្តិចម្ដងអាចឈានទៅដល់មនោសញ្ចេតនាដូចតែបងប្អូនបង្កើតឬក៏ដូចជាម៉ែហើយនឹងកូនឬក៏ឪហើយនឹងកូនអញ្ចឹងសំខាន់គឺបងប្អូនបោះមួយជំហានទៅក្នុងផ្លូវហ្នឹងបើបងប្អូនបោះមួយជំហានទៅក្នុងផ្លូវដែលសហការនៅក្នុងការចូលរួមในសកម្មភាពអីមួយជាមួយគ្នាដោយមិនមានគិតទៅលើផលចំណេញឬក៏ការពេកកេងប្រវ័ញ្ចខ្សែលើទេនោះប្រកាសណាស់នឹងបណ្ដោះបាននៅមនោសញ្ចេតនាទាំងអស់ហ្នឹងយូរទៅកាន់តែជ្រាលជ្រៅទៅនឹងអាចស្រឡាញ់គ្នាបានទូទាំងប្រទេសអាចថាខ្មែរយើងទូទាំងពិភពលោកផងហើយដំណាក់កាលដែលខ្មែរយើងអាចស្រឡាញ់គ្នាចំនួនទ្រង់ទ្រាយធំហើយគ្មានរឿងអំពើអយុត្តិធម៌ណាមកហ៊ានបៀតបៀនយើងទៀតទេគ្មានរឿងអ្នកកាចសាហាវយងខ្នងណាមកធ្វើបាបយើងទៀតទេគ្មានរឿងឧបសគ្គទៅលើបញ្ហាសេដ្ឋកិច្ចលុយកាក់អីមកបៀតយើងទៀតទេមកបៀតបៀនយើងទៀតទេពីព្រោះអ្វីដែលពួកយើងខំប្រឹងធ្វើរាល់ថ្ងៃនេះវាអត់ត្រូវបានគេមកឆក់ប្លន់ដូចរាល់ថ្ងៃដោយសារតែកម្លាំងសាមគ្គីហ្នឹងពួកអីរាល់ថ្ងៃខ្មែរយើងរស់នៅរកចំណូលបានច្រើនណាស់ប៉ុន្តែចំណូលដែលខ្លួនរកបាននឹងហេតុអីបានចាយអត់គ្រប់ដោយសារតែចំណូលនោះមួយភាគធំត្រូវបានយកទៅឲ្យពួកអ្នកមាននិងអ្នកមានអំណាចសោយសុខដូចស្រូវអញ្ចឹងក្នុង100គីឡូឲ្យគេដល់17 18ម៉ឺនខ្លួនឯងសុខចិត្តអត់មានចំណេញអីសោះចុះបើសាមគ្គីគ្នាវិញទ្រង់ទ្រាយធំកសិករទូទាំងប្រទេសស្ថិតនៅក្នុងមនោសញ្ចេតនាដូចបងដូចប្អូនដែលអាចនិយាយស្ដាប់គ្នាបានណាដែលអាចនិយាយស្ដាប់គ្នាបានច្រូតស្រូវហើយនាំគ្នានិយាយថាបើបាន1គីឡូស្រូវ1500យើងអត់លក់ទាំងអស់គ្នាខ្ញុំសួរបងប្អូនមើលតើឈ្មួញទាំងអស់នោះមានស្រូវណាទៅកិនបើឈ្មួញទាំងអស់នោះអត់មានស្រូវកិនរោងម៉ាស៊ីនត្រូវចំហវិបត្តិទី1រោងម៉ាស៊ីនត្រូវអត់មានការងារឲ្យកម្មករវិបត្តិទី2ឈ្មួញក្រៅប្រទេសដែលរងចាំអង្គរបស់ពួករោងម៉ាស៊ីននោះដែលក្រុមហ៊ុននាំអង្គចេញទៅបរទេសនោះវាត្រូវបន្ទោសត្រូវស្ដីឲ្យរោងម៉ាស៊ីនឬក៏ផ្ដាច់កងត្រាជាមួយរោងម៉ាស៊ីនសួរថារោងម៉ាស៊ីនភ័យអត់មិនភ័យហើយបើភ័យស្រូវយើងកណ្ដុត 1500 តើគេហ៊ានទិញទេគឺគេប្រកាសជាទិញបើគេមិនទិញគេនឹងដាច់ម៉ួយគេខ្ទេចហ្មងមានលុយណាបើកឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដែលកំពុងបម្រើការឲ្យខ្លួនរាល់ថ្ងៃអញ្ចឹងការបណ្ដោះឲ្យមានមនោសញ្ចេតនាស្រឡាញ់គ្នាទៅវិញទៅមកដោយគ្រួសារតែមួយគឺអាចធ្វើឲ្យយើងសម្រេចកំណត់នៅតម្លៃទំនិញតម្លៃផលិតផលដែលយើងផលិតបាននេះគឺជាផលកើតចេញអំពីការចេះស្រឡាញ់គ្នានិងនិយាយស្ដាប់គ្នាបានណាអត់មានចិត្តរឹងរោះចង់ឈ្នះចង់ចាញ់ចង់តែខ្សែលើចង់តែចំណេញគឺយើងបានផលច្រើនណាស់អាចថាជាផលមហាសាលទៀតផងជាផលមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នា
រួចផុតអំពីរឿងដែលបងប្អូនគិតថាពិបាករាល់ថ្ងៃហ្នឹងខ្ញុំអាចមិនដឹងថាយកស្អីទៅធានាឲ្យបងប្អូននេះប៉ុន្តែចង់និយាយថាផលដែលកើតចេញអំពីអាការសាមគ្គីរបស់បងប្អូនតាមលក្ខណៈដូចបងប្អូនបង្កើតដូចម៉ែឪដូចកូនចៅហ្នឹងគឺវាមានផលធំធេងណាស់ដែលមិនអាចកាត់ថ្លៃបានហើយកម្លាំងដែលកើតចេញពីរឿងហ្នឹងយកទៅទម្លុះបានគ្រប់ឧបសគ្គទាំងអស់មិនថារឿងសេដ្ឋកិច្ចមិនថារឿងយុត្តិធម៌សង្គមណាឬក៏សូមបញ្ជាក់ថាសូមបីតែរឿងនយោបាយអន្តរជាតិក៏គេខ្លាចយើងដែរគ្មានបរទេសណាហ៊ានចង់យកដីយើងគ្មានបរទេសណាចង់ឃ្លានពានយើងបានទេបើសិនជាបរិវត្តយើងស្ថិតនៅក្នុងលំដាប់សាមគ្គីដូចខ្ញុំនិយាយអញ្ចឹង